នេះរបៀបប្រើចឹងបន្ទាប់ពីយើងភ្ជាប់ទឹកហើយដោតដួយហើយយើងចុចបើកវាមកវាលោតចេញសញ្ញាត្រេត្រេចឹងយើងចង់ឲ្យវាដែរយើងចុចវាលើ function មកដំបូងគេគឺវាចេញលេខ 3000 នោះគឺបានតែចេញធម្មពលវាប្រើប្រាស់ 3000 វ៉ាត់ហើយអក្សរ high បានន័យថាកម្ដៅនឹងខ្ពស់បំផុតហើយវាដាំទឹកអុកទុះខ្លាំងចឹងបើសិនយើងត្រូវការងំទីយើងអាចចុចបន្តទៀតទៅចុច function មកទៀតទៅវាលោតទៅកាន់ low ប្រើភ្លើងតែ500 វ៉ាត់ទេគឺបានន័យថាគាត់ណាក្តៅអ៊ុនៗបានន័យថាកម្ដៅរបស់ក្នុងទូនឹងយើងចុចភាសាទៀតនោះ clean នេះដើម្បីវា clean សម្អាតទឹកប៉ុន្តែពេលជុំទៅយើងអាច clean លាងសម្អាតខ្លួនឯងទៅនេះបញ្យល់តកតងនឹងការកំណត់មួយទៀតឧទាហរណ៍ថាយើងត្រូវការឲ្យវាក្តៅខ្លាំងពុះខ្លាំងនឹងរយៈពេលតែប្រហែលនាទីអញ្ចឹងយើងចុចនេះចុចនេះមកចុច time យើងកំណត់រយៈពេលអញ្ចឹងយើងដាក់1នាទីឬក៏2នាទីឬក៏ប្រហែលនាទីយើងសេរីតាមនឹងអញ្ចឹងប៉ុន្តែដល់ពេលដែលអស់នាទីវានឹងលោកទៅកាន់វ៉មនឹងខ្លួនឯងហើយអញ្ចឹង1នាទីជាងបើសិនជាអស់រយៈពេលហ្នឹងវាលោកទៅកាន់វ៉មវិញលោកទៅកាន់នេះទៅស្វ័យវត្តឯងក្នុងឱកាសនេះយើងចង់កំណត់នាទីបានតែសម្រាប់តែវត្តធំទេពុះខ្លាំងទេចង់កំណត់បានមិនកំណត់បានអត់កំណត់គឺបានតែពុះជាប់ខ្លាំងរហូត